នេះគឺជា texture pack ទាំង3ដែលល្អខ្លាំងមែនទែនសម្រាប់យកទៅ survival ហើយបើសិនជាអ្នកគ្នាចង់ដឹងថាមាន texture pack អីខ្លះនោះតោះចូលទៅមើលវីដេអូទាំងអស់គ្នាម៉ូដទី1របស់យើងប្រហែលជាមានគ្នាយើងស្គាល់ច្រើនហើយដែលម៉ូដមួយនេះពិតជាសំខាន់ខ្លាំងមែនទែនក្នុងការជំនួយឲ្យយើងនឹង survival បានស្រួលដោយម៉ូដមួយនេះគឺវាជួយឲ្យយើងនឹងកាប់រ៉ែកាប់ឈើអីបានទាំងអស់ដោយអ្នកគ្នាអាចមើលបាននៅពេលដែលខ្ញុំកាប់រ៉ែហ្នឹងគឺវាបានទាំងអស់តែម្ដងគឺសោះអ្នកគ្នាកាប់ម្ដងមួយគឺយើងកាប់តែម្ដងទៅគឺវាបានទាំងអស់តែម្ដងសូម្បីតែឈើប៉ុណ្ណឹងគឺយើងកាប់តែម្ដងទេគឺវាដួលរលំបានមកទាំងអស់តែម្ដងគឺពិតជាពិសេសខ្លាំងមែនទែនជាមួយនឹងម៉ូដមួយនេះម៉ូដទី2របស់យើងគឺមានឈ្មោះថា Night Vision ដែលម៉ូដមួយនេះគឺពិតជាពិសេសខ្លាំងមែនទែនសម្រាប់អ្នកដែលចូលចិត្តដើរពេលយប់ហើយរបៀបប្រើប្រាស់វានោះគឺអ្នកគ្នាគ្រាន់តែកន្លែងមកស្ដាំដៃមកប្រកាសជាឃើញជាមួយនឹងភ្នែកពណ៌ក្រហមពណ៌ប៊ីតុងពណ៌ខៀវអីចេញទៅហើយចំណែកសញ្ញាបូសញ្ញាដកនេះគឺជាកន្លែងថែមពន្លឺដែលធ្វើឲ្យយើងអាចមើលឃើញភ្លឺតាមដែលចិត្តយើងចង់បានអ្នកគ្នាថតតែដើរទៅពេលយប់ងងឹតបែបនេះមែនទេគឺឡើងបារម្ភហើយអ្នកគ្នាគ្រាន់តែចុចសញ្ញាបូកនៅកន្លែងគិនភ្នែកទាំងអស់នេះមកគឺវានឹងថែមពន្លឺអ្នកគ្នាមើលឃើញផ្លូវបានច្បាស់ជាងមុនវាពិតជាពិសេសខ្លាំងមែនទែនសម្រាប់អ្នកដែលចូលចិត្តជីក ride ពេលយប់ម៉ូដទី3របស់យើងគឺទៅណាមិនឆ្ងាយទេជាមួយនឹង Start and Actionដោយ Start and Action មួយនេះនឹងធ្វើឲ្យទេសភាពនៅក្នុង Minecraft អ្នកនរគ្នានឹងគឺមានការផ្លាស់ប្ដូរគឺវាមើលទៅទាក់ទាញភ្នែកខ្លាំងមែនទែនគឺយើងគ្រាន់តែដាក់ម៉ូដនេះទៅគឺចង់លេង Minecraft តែម្ដងចំពោះ animation របស់វាវិញគឺញាក់សាច់តែម្ដងចំពោះ animation នេះគឺខ្ញុំចូលចិត្តខ្លាំងមែនទែនដែលវាចេញ animation មកពិតជាគួរឲ្យចង់លេងគឺទាក់ភ្នែកខ្លាំងមែនទែនដោយអ្នកគ្នាមើលបានទាំងការជីករ៉ែទាំងដំណើរអីផ្សេងៗហ្នឹងគឺពិតជាពិសេសខ្លាំងមែនទែនអ្វីកាន់តែពិសេសហ្នឹងជាមួយនឹង anime សត្វគឺវាមើលទៅអត់សាន់នឹងភ្នែកតែម្ដងគឺ anime សត្វហ្នឹងគឺមើលទៅពិតជារស់រវើកខ្លាំងមែនទែនដូចជាមួយនឹងជីវិតយើងនៅក្រៅអញ្ចឹងឥឡូវនេះគឺវីដេអូយើងគឺបានមកដល់ទីបញ្ចប់ហើយបើសិនជាអ្នកគ្នាចង់លេង texture pack ទាំង3នេះគឺអ្នកគ្នាអាចទៅរក download បាននៅក្នុង Telegram របស់ខ្ញុំឥឡូវគឺយើងជួបគ្នាតែប៉ុណ្្នឹងសិនបានហើយបាយ